group ជំនួសក៏ដូចជាស្អីណានេះខាងនេះខ្ញុំមកបង្ហាញអំពីរបៀបនៃការcreate roaming នៅក្នុងកម្មវិធី VMware roaming user អញ្ចឹងមានជាដំបូងអ្នកគ្នាចូលទៅកាន់ MNC ហើយអ្នកគ្នាត្រូវការបង្កើត OU មួយដែលមានឈ្មោះអីឈ្មោះទៅស្រេចតែអ្នកគ្នាដាក់ហើយអ្នកគ្នាត្រូវតែ create នេះខ្ញុំ create អញ្ចឹងដំបូងវាអត់ទាន់មានអានេះទេអញ្ចឹងអ្នកគ្នាក៏ click ទៅលើអាឡែងជាន់ domain របស់នៃ MNC ធម្មតាតែយើងបង្កើតទៅជាការជាន់ domain ហ្នឹងវាមាននេះមួយនេះអ្នកគ្នាដូចឈ្មោះធម្មតា local អញ្ចឹងអ្នកគ្នាក៏ click លើហ្នឹងមកហើយអ្នកគ្នាត្រូវការបង្កើតនៅនេះមួយនេះអ្នកគ្នាorganization unit នេះគេក៏ click អាហ្នឹងហើយអ្នកគ្នាដាក់អីក៏បានដែរដូចខ្ញុំដាក់ RUPP អញ្ចឹងអ្នកគ្នាក៏បង្កើតឧបមាអ្នកគ្នាដាក់ RUPP ឬមួយក៏ដាក់ឈ្មោះអីក៏បានដែរហើយអ្នកគ្នា click OK វានឹង load នេះពាក្យនេះមកហើយមុននឹងពេលបានពាក្យហ្នឹងហើយអ្នកគ្នាត្រូវបង្កើតនៅនេះមួយទៀតគឺគេហៅថា group អញ្ចឹងអ្នកគ្នាក៏ click លើនេះអ្នកគ្នាចុច U ហើយអ្នកគ្នាចុចតាមពាក្យ group អ្នកគ្នាដាក់ឈ្មោះអីមកឧបមាថាឥឡូវដាក់ដូចបងខ្ញុំវិញដាក់ IT support ហើយឥឡូវដាក់ OUPP EO ទៅហើយអ្នកគ្នា click ទៅ OK មករួចជាការស្រាប់វាបានចូលមកចេះហើយពេលចូលមកចឹងហើយអ្នកគ្នាត្រូវតែឲ្យវាចូលទៅក្នុងនេះអ្នកគ្នាគ្រាន់តែ click លើនេះអ្នក click ទៅកាន់ property ហើយអ្នកគ្នាចូលទៅកាន់ member មើលនេះខ្ញុំត្រូវហើយចឹងបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវតែដែលយើងបង្កើតចឹងហើយយើង add វាចូល group នេះយើង move វាចូល group ខ្ញុំចាំជាស្អីនេះយើង move វាចូល group add group មកនេះអ្នកនេះ add group ឡើងនេះអ្នកដាក់ឈ្មោះដែលត្រូវជាន់ចូលណាដូចខ្ញុំចឹង IT support ដោយសារខ្ញុំបង្កើតមុនហើយអានេះក៏ឧទាហរណ៍ណាខ្ញុំអត់បានបង្ហាញអស់ទេដូចខ្ញុំដាក់នេះ IT របស់ខ្ញុំ support ចឹងទៅរបស់ខ្ញុំហើយនេះក៏ check name មកឬមួយក៏អ្នកគ្នាអត់ភ្លេចអ្នកគ្នាអត់ដឹងថាត្រូវធ្វើម៉េចអ្នកគ្នាក៏អត់ដឹងថាជាន់មិនទេឬមួយក៏អ្នកគ្នាភ្លេចឈ្មោះភ្លេចអីអ្នកគ្នាក៏ click លើ advanced ហើយ click លើ find now ហ្នឹងហើយវាមើលឈ្មោះដែលអ្នកគ្នាត្រូវជាន់ចូលថាជាន់ចង់ចូលអីនេះដូចបងខ្ញុំអាចជា support ហ្នឹង click មកបកអញ្ចឹងវាចូលទៅដល់ពេលចូលបានយើងគ្រាន់ចុចថា OK ទៅវាចូលហើយចូលពេលបកមករួចហើយបន្ទាប់ពីចឹងហើយសួរថាយើងត្រូវធ្វើមកទៀតនេះតាមខ្ញុំ global security សួរថាធ្វើមកទៀតអញ្ចឹងអ្នកនេះក៏ click វាចោលអស់ទៅកុំខ្វល់បាទកុំខ្វល់ហើយអ្នកនេះចូលទៅកាន់ file explorer របស់យើងអ្នកនេះចូលទៅកាន់ drive C ហើយអ្នកនេះបង្កើតទៅលើ folder មួយអ្នកដាក់ឈ្មោះអីក៏បានដែរតែបើខ្ញុំនោះដាក់ IT support អញ្ចឹងឧបមាអ្នកគ្នាបង្កើតពាក្យថា RUPP អញ្ចឹងទៅ EO ហ្នឹងក៏ជាឧទាហរណ៍ហើយ click OK តែប៉ុណ្្នឹងហើយនេះត្រូវគេ share folder អញ្ចឹងអ្នកគេ click ទៅលើ mouse ស្ដាំហើយអ្នកគេចូលទៅកាន់ property ហើយអ្នកគេចូលទៅរកពាក្យថា sharing បន្ទាប់ពីចូលពាក្យថា sharing អ្នកគេចុច add one sharing បន្ទាប់ពី add one sharing ហើយ share this folder តែប៉ុណ្្នឹងមកហើយអ្នកគេត្រូវដាក់ឈ្មោះដែលអ្នកគេត្រូវចូលហ្នឹងអ្នកគេដាក់ឈ្មោះអីឧបមាថាខ្ញុំដាក់ IT support ហើយឧបមាខ្ញុំដាក់ IT support ហើយអ្នកគេត្រូវចុចមួយទៀតអ្នកគេចុចពាក្យថា permission បន្ទាប់ពី permission ហើយអ្នកគេត្រូវដោះ tick នេះអ្នកគេចាំគឺ everyone អ្នកគេ remove វាចោលហើយពេល remove ធ្វើមកទៀតអ្នកគេត្រូវ add មួយទៀតចូលហើយ add ទៅលើអីគេគឺឈ្មោះសំខាន់ជាងគេគឺឈ្មោះ
ai អានេះដោយសារខ្ញុំបង្កើតនៅក្នុងក្រុមនៅក្នុងOU ណាគ្នាដាក់ IT support ហ្នឹងចឹង IT support check ណែត្រូវគេណាគ្នាពេលត្រូវចឹងហើយគ្រាន់ click OK រួចជាការស្រេចតែដោយសារខ្ញុំធ្វើច្រើនដងវាអត់ឲ្យទេពេលចឹងហើយអ្នកគ្នាត្រូវធ្វើមួយទៀតពេលអ្នកគ្នាឃើញខ្ញុំបានទៅចេះនេះដាក់ឲ្យមកមកដោយសារខ្ញុំជួញហើយម្ដងយកពេលចឹងទេខ្ញុំបល់តិចចឹងខ្ញុំជាឧទាហរណ៍ទៅនេះចឹងអ្នកគ្នាគាត់ចូលចឹងដូចខ្ញុំដូចគ្នានេះទេខ្ញុំសុំទៅលៀងតាមសិនចឹងនេះ IT support នេះចូលទៅកាន់ property នេះ sharing ធម្មតាអញ្ចឹងទៅដោយសារខ្ញុំដាក់នេះហើយដាក់ឈ្មោះមក permission អ្នកនេះ click អានោះចោល add ថ្មីចូលហើយអ្នកនេះត្រូវប្រកាសថាពីនេះ full access control អូខេ full access control នេះចេះទៅដាក់ add ឲ្យមើលប្រើទៅ IT full IT support អញ្ចឹង click OK វាធ្វើនេះដោយសារអាហ្នឹងមុនមិនមាន everyone ត្រូវអត់អ្នកគ្នាអញ្ចឹងយើងដោះeveryone អញ្ចឹង click OK ទៅរួចជាការស្រេចហើយចឹងសួរចឹងហើយធ្វើមកទៀតពេលចឹងចប់អត់តន់ចប់ទេអ្នកគ្នាអត់តន់ចប់ទេពេលដោះអាហ្នឹងហើយចឹងហើយ click OK ធម្មតាតទៅខ្ញុំប្រាប់ហ្នឹងហើយអ្នកគ្នាចុចទៅកាន់ security ពេលអ្នកគ្នាចាញ់ security វាមានតានេះទេអ្នកគ្នាវាអត់តន់មាននេះទេអត់តន់មានឈ្មោះដូច IT support នេះទេអញ្ចឹងអ្នកគ្នាត្រូវធ្វើពេលតានេះវាចេញមក user ដូចជា5អ្នកគ្នាទៅ remove 2នៅសល់3នេះនៅសល់ administrator នេះជាមួយ system ហើយជាមួយ create owner នេះអ្នកគ្នាទុក3នឹងទេបន្ទាប់ពីអ្នកគ្នាទុកតែ3នឹងទេហើយវាចឹងហើយអ្នកនេះបើដោយសារខ្ញុំ add ហើយអស់ហើយអញ្ចឹងវាអត់មានអីពិបាកទេវា add ចឹងឯងគ្រាន់តែគ្នា click OK តាមវាទៅវារួចជាការស្រេចហើយបានឈ្មោះចឹងហើយអញ្ចឹងការបង្កើត roaming user គឺមានតែប៉ុណ្្នឹងទេបើមានកន្លែងណាអត់យល់ហើយគោមានចំណុចខ្វះខាតអីឲ្យខ្ញុំសុំទោសផងអរគុណ